នឹងចង់ញ៉ាំបបរសជាមួយបង្គាប្រៃដល់ពេលហើយនៅឃើញដល់បើខ្ញុំធ្វើបបរសញ៉ាំជាមួយបង្គាប្រៃអញ្ចឹងប្តីខ្ញុំក៏អត់ចូលចិត្តទេសួស្តីបងប្អូនហើយបបរហ្នឹងក៏ខ្ញុំនៅតែធ្វើដដែលដែរតែមិនមែនជាបបរសខ្ញុំដូរជាបបរដាក់សាច់ជ្រូកអីចូលក្នុងហ្នឹងទៅចារួចហើយបង្គាប្រៃហ្នឹងខ្ញុំស្ងោរឆ្អិនអញ្ចឹងទៅចាខ្ញុំដាក់ចូលក្នុងបបរហ្នឹងជាមួយគ្នាទៅហើយនឹងខ្ញុំថែមបង្គាក្បុងមួយគ្រាប់ទៀតចារួចហើយវាទៅជាបបរគ្រឿងបង្គាប្រៃវិញហើយវាលេងទៅជាបបរសយើងធម្មតាខ្ញុំធ្វើអញ្ចឹងទៅប្តីក៏ញ៉ាំបានកូនក៏ញ៉ាំបានខ្លួនឯងក៏ញ៉ាំបានដែរអញ្ចឹងព្រឹកហ្នឹងខ្ញុំមិនបាច់ធ្វើពីមុខទេធ្វើតែបបរគ្រឿងបង្គាប្រៃហ្នឹងទៅបានហើយព្រោះមានសាច់ជ្រូកផងមានបង្គាប្រៃផងមានបង្គាក្បុងទៀតថ្ងៃនេះខ្ញុំដាំបបរហ្នឹងគឺថាខ្ញុំប្រើឆ្នាំងដាំបាយដាំតែម្ដងចាខ្ញុំដាក់បបរដាំឲ្យវារៀងរីកមកល្មមទៅរួចហើយហ្នឹងខ្ញុំក៏ដាក់ខ្ញីហ្នឹងចូលចាដាក់ខ្ញីចូលរួចមកស្ទុះខ្ញុំក៏ដាក់សាច់ជ្រូកហ្នឹងចូលទៅរួចហើយហ្នឹងខ្ញុំកូរវាឲ្យសព្វអញ្ចឹងទៅរួចហើយខ្ញុំក៏គ្របវាមកចាយើងគ្របវាមកអញ្ចឹងទៅឲ្យវាពុះចារួចហើយខ្ញុំក៏មកបកបង្គាប្រៃនិងបង្គាក្បុងហ្នឹងខ្ញុំក៏កាត់វាដុំទូចៗល្មមទៅចាឲ្យបង្គាប្រៃហ្នឹងខ្ញុំយកស្ព្រាហ្នឹងជ្រុំវាទូចៗល្មមដែរចាខ្ញុំបករួចរាល់អស់ហើយខ្ញុំទុកវាម្ដុំហ្នឹងសិនទៅរួចហើយបបរខ្ញុំក៏ឆ្អិនល្មមហើយខ្ញុំក៏ដាក់គ្រឿងទេសចាគ្រឿងទេសហ្នឹងខ្ញុំប្រើម្សៅស៊ុបមួយស្ព្រាកាហ្វេខ្ញុំដាក់ស្ករមួយស្ព្រាកាហ្វេអំបិលកន្លះស្ព្រាកាហ្វេទៅរួចហើយយើងកូរឲ្យសព្វទៅចាគ្រឿងទេសហ្នឹងខ្ញុំដាក់តែប៉ុណ្្នឹងទេខ្ញុំកូរវាឲ្យសព្វរួចរាល់ហើយខ្ញុំក៏ដួសម្លេចចេញដាក់កូនឆ្នាំងទូចមួយឲ្យកូនពៅខ្ញុំព្រោះអីកូនពៅខ្ញុំគាត់ញ៉ាំបង្គាពងមាន់អត់បានណាអញ្ចឹងខ្ញុំម្លេចដាក់មួយឆ្នាំងទូចឲ្យគាត់ផ្សេងអញ្ចឹងទៅទើបខ្ញុំហ្នឹងចាក់បង្គាប្រៃហើយនិងបង្គាក្បុងហ្នឹងចូលទៅតែម្ដងចាខ្ញុំកូរវាឲ្យសព្វអញ្ចឹងមកចាតែប៉ុណ្្នឹងគឺរួចរាល់ហើយចារួចហើយខ្ញុំក៏ថែមខ្ទឹមលីងបន្តិចទៅជីយើងបន្តិចទៅចាតែប៉ុណ្្នឹងមកចាអូយវាជាតិឆ្ងាញ់ណាស់ធ្វើបបរឆ្អិនរួចរាល់អស់ហើយហ្នឹងគឺថាខ្ញុំទៅសួរប្តីខ្ញុំថាញ៉ាំបបរអត់ខ្ញុំថ្ងៃហ្នឹងធ្វើបបរញ៉ាំប្តីខ្ញុំគាត់ថាញ៉ាំតែគាត់ទៅក្រៅមានការសិនចាំពេលគាត់មកវិញចាំញ៉ាំក៏មកដួសបបរឲ្យកូនមួយចានខ្លួនឯងមួយចានចឹងទៅចាហើយពីដំបូងធ្វើហ្នឹងគាត់តែប្តីហ្នឹងគាត់ប្រហែលជាគាត់ញ៉ាំបបរគ្រឿងទេព្រោះអីប្តីខ្ញុំគាត់មិនសូវជាចូលចិត្តណាចឹងចិត្តតែធ្វើបដាគិតបដាតែមានទេគាត់ញ៉ាំដែរចាឥឡូវហ្នឹងគឺថាញ៉ាំមុនគាត់សិនចាគាត់ទៅក្រៅហើយ